បាទជំរាបសួរបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងនិយាយអំពី page boost line ដែលហៅថា page VIP ណាបងប្អូនបាទអញ្ចឹងតើ Facebook វាដំណើរការដល់ណាហើយពាក់ព័ន្ធជាមួយនឹង page VIP ឬមួយក៏យើងហៅថា page boost line ហ្នឹងអញ្ចឹងឃើញបងប្អូនយើងមានតម្រូវការក៏ច្រើនដែរហើយបងប្អូនមានការឆាតមកសួរពាក់ព័ន្ធជាមួយនឹងតម្លៃហើយក៏គាត់មានការសួរនាំខ្លះៗដែរថាហេតុអ្វីបានជា page VIP វាមានតម្លៃថ្លៃខ្លាំងដំបូងឡើយ page VIP ទីផ្សារទូទៅដែលគេលក់ហ្នឹងគឺចន្លោះពី200ទៅដល់300បាទនៅក្នុងចន្លោះហ្នឹងតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះគឺតម្លៃហ្នឹងគឺឡើងមានទៀតហើយអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនថាមូលហេតុអីបានជាมันមាន page តម្លៃហ្នឹងទៀតអញ្ចឹងមែនតើទៅគឺបងប្អូនគឺ Facebook មានការប្រែប្រួលក៏ដូចជាមានការ update ច្រើនមែនតើទៅលើ option page VIP boost pay line ហ្នឹងបាទគឺចន្លោះពីចុងខែ2ហើយនឹងដើមខែ3ណាបងប្អូនចាប់ពីពេលហ្នឹងមកគឺ Facebook មានការផ្លាស់ប្ដូរច្រើនមែនតើ Facebook បានធ្វើការ remove នៅ option មួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការ boost line ហ្នឹងបាទ Facebook បានបិទនៅ option ហ្នឹងច្រើនមែនតើអញ្ចឹងបងប្អូនយើងខ្លះក៏ទិញទៅហើយក៏មានបញ្ហាហើយបងប្អូនខ្លះទៀតគាត់រកទិញក៏ពិបាកដែរដោយសារតែពេលដែល Facebook វាប្រែប្រួលទៅលើ option ហ្នឹងគឺវាធ្វើឲ្យ page VIP មួយចំនួនធំត្រូវបានបាត់ប៊ូតុង boost line ទៅវិញអញ្ចឹងបន្ទាប់ពីបាត់ប៊ូតុងទៅវិញហើយគឺមានន័យថារាល់ page ដែលយើងដំឡើងពីមុនមកគឺភាគច្រើនគឺបាត់ភាគតិចដែលនៅអាចប្រើប្រាស់បានដោយរាល់ថ្ងៃហ្នឹងអញ្ចឹងលុះត្រាតែ page ហ្នឹងមានការប្រើជាប្រចាំហើយប្រើយូរទៅអត់ដាច់ប៊ូតុង boost line បើសម្រាប់ page ដែលយើងដំឡើងហើយយើងទុកចោលឬមួយក៏ដំឡើងហើយបងប្អូនដែលទៅទិញទៅក៏មានបញ្ហាដាច់អានឹងហើយគឺជាដើមហេតុដែលធ្វើឲ្យ page VIP มันមានសម្រាប់លក់ជូនបងប្អូននៅរាល់ថ្ងៃហ្នឹងបាទអញ្ចឹងយើងសួរថាពេលណាទៅ page VIP មានសម្រាប់លក់ឲ្យក្នុងតម្លៃធូរថ្លៃជូនបងប្អូនវិញគឺចំពោះចម្លើយនេះគឺអត់មានទេបងប្អូនណាបាទគឺយើងមានតែរងចាំទាំងអស់គ្នាដោយសារតែ Facebook ក៏អត់ផ្ដល់ដំណឹងអីឲ្យយើងមែនតើទៅក៏ option នេះគឺយើងខ្ចីគេយកមកប្រើទេបងប្អូនបើវាមិនមែនជា option ផ្លូវការដែល Facebook ចេញឲ្យប្រើទូទៅនោះទេមែនតើការ boost line ពាក់ព័ន្ធមួយការ boost line គឺវា approve ឲ្យតែ page ដែលមាន Chris ឬមួយក៏ page ដែល verify ត្រឹមត្រូវជាមួយនឹងក្រុមហ៊ុន Facebook តែប៉ុណ្ណោះជាប្រភេទ page ដែលបុគ្គលសាធារណៈឬមួយក៏ page business ដែលមានចុះអាជ្ញាប័ណ្ណត្រឹមត្រូវទើបមាន option boost pay line បានបាទអញ្ចឹងទៅ page VIP នេះគឺអត់មានសញ្ញា Chris ទេប៉ុន្តែយើងខ្ចី option ហ្នឹងយកមកប្រើបានរយៈពេលដូចជាយូរដែរហើយបាទតាំងពី2020 21មកម្លេះបាទអញ្ចឹងបងប្អូនឃើញហើយគឺយើងប្រើរយៈពេលច្រើនឆ្នាំហើយចំពោះ page VIP ដែលมันមានប៊ូតុង Chris នឹងឯងអញ្ចឹងមកដល់ពេលនេះគឺ Facebook បានរឹតបន្តឹងហើយអញ្ចឹង option ហ្នឹងមួយចំនួនធំគឺត្រូវបានបិទហើយនៅសល់តែភាគតិចប៉ុណ្ណោះដែលនៅមាន option ដែលអាច book pay line បានអញ្ចឹងជំរើសដែលល្អបំផុតគឺមានតែ2ទេបាទទី1នោះគឺបងប្អូនត្រូវទិញក្នុងតម្លៃដែលថ្លៃបាទតម្លៃដែលថ្លៃយើងបាន page មកពីណាមានន័យថាយើងអាចទៅសុំចែកភ្ញៀវចាស់ៗដែលគាត់អត់ប្រើបាទគាត់ទិញយើងទៅពីមុនហើយអត់ទាន់ដាច់ប៊ូតុង book line ហើយគាត់ទុកចោលយើងទៅសុំចែកគាត់យកមកប្រើវិញបាទយកមកលក់ជូនបងប្អូនវិញប៉ុន្តែក្នុងតម្លៃមួយខ្ពស់មែនតើបាទហើយជំរើសទី2នោះគឺបងប្អូនជួលបាទបងប្អូនអាចជួលប្រចាំខែយកទៅ live បានណាបងប្អូនបាទបើសិនជាបែបហ្នឹងគឺវាជាជំរើសល្អដែរបងប្អូនមិនចាំបាច់ព្រួយបារម្ភខ្លាចវាដាច់ប៊ូតុងឬមួយក៏មានបញ្ហាទេដោយសារតែបងប្អូនជួលយកទៅគឺបងប្អូនប្រើទៅតាមធម្មតាទៅបាទអញ្ចឹងបងប្អូនចង់ live មួយថ្ងៃមួយដងក៏បានដែររួចហើយពាក់ព័ន្ធជាមួយការខូចអីផ្សេងៗគឺអាហ្នឹងអ្នកដែលគេជួលជូនបងប្អូនហ្នឹងគឺគេអ្នកទទួលខុសត្រូវទេបាទអញ្ចឹងគឺជាជំរើសល្អមួយដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់ហើយបងប្អូនគិតថាចង់បាន page VIP សម្រាប់យកទៅ live លក់ផលិតផលផ្សេងៗឬមួយក៏សម្ភារបំពាក់អីហ្នឹងគឺបងប្អូនអាចធ្វើការតាក់ទងខ្ញុំបានហើយនៅក្នុងនោះគឺយើងមាន option 2សម្រាប់បងប្អូនផងដែរបើសិនបងប្អូនចង់ទិញក៏ខ្ញុំនឹងលក់ជូនបងប្អូននៅក្នុងតម្លៃ$699បាទហ្នឹងគឺបងប្អូនទិញដាច់ណាបងប្អូនបាទហើយបើសិនជាបងប្អូនចង់ជួលខ្ញុំនឹងជួលជូនបងប្អូននៅក្នុងតម្លៃ$199ប្រចាំខែបាទនៅក្នុងហ្នឹងគឺយើងមានការកាន់ book ជូនបងប្អូនផងដែរតែបើសិនជាបងប្អូនចង់ book ខ្លួនឯងក៏បានដែរបាទបងប្អូនចង់ book ខ្លួនឯងគឺយើងជួលនៅក្នុងតម្លៃត្រឹមតែ$159ទេបាទហ្នឹងសម្រាប់បងប្អូនដែលចង់យកទៅកាន់ book ខ្លួនឯងណាបងប្អូនបាទហើយរាល់បញ្ហាផ្សេងៗគឺយើងអ្នកមើលការខុសត្រូវជូនបងប្អូនអញ្ចឹងមិនចាំបាច់ព្រួយបារម្ភទេទោះបីជាបងប្អូនប្រើទៅខូចឬមួយក៏មានបញ្ហាអីក៏អាហ្នឹងវាជាបន្ទុករបស់ពួកយើងផងដែរហើយវីដេអូនេះបានមកដល់ទីបញ្ចប់ហើយបងប្អូនអរគុណបងប្អូនទាំងគ្នាសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតនៅក្នុង Channel YouTube Bill Advertising ដែលខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនពាក់ព័ន្ធជាមួយ technique ក៏ដូចជាបច្ចេកទេសនៃការ boost មិនថា boost post boost វីដេអូឬមួយក៏ boost live អីហ្នឹងបាទពាក់ព័ន្ធមួយការការពារប្រើប្រាស់ទូទៅគឺយើងចែករំលែកច្រើនណាបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់បានចុច subscribe ទេបងប្អូនអាចចុច subscribe មួយទៅបាទអញ្ចឹងយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ